ថ្ងៃនេះកំណប់ទ្រព្យត្រូវបានប្រគល់ជូនម្ចាស់ស្រុកច្បាប់វិញគ្រួសារយាយនៃទីជាងត្រូវការអ្នកមកវិញត្រឡប់ទៅគ្រួសារយាយវិញ8ឆ្នាំមុនខ្ញុំត្រូវបានបណ្ដេញចេញពីសាលបង្រៀនដោយគ្រួសារយាយនៃទីក្រុងខ្យូតូដែលខ្សែជីវិតរបស់ខ្ញុំត្រូវបានកាត់ផ្តាច់ខ្ញុំត្រូវបានជនជាតិជប៉ុនដេញតាមពីទីក្រុងខ្យូតូដល់ទីក្រុងសៀងហៃប្រសិនបើមិនមែនដោយសារប៉ៃរូយ៉ានជួយសង្គ្រោះខ្ញុំទេខ្ញុំប្រកាសជាលោកឲ្យភ្ញាក់ឡើងលោកឲ្យចាំបន្តិចខ្ញុំនឹងនាំលោកទៅមន្ទីរពេទ្យភ្លាមខ្ញុំមិនដឹងថាខ្ញុំបានឆ្លងកាត់សមរភូមិស្លាប់រស់ប៉ុន្មានដងដើម្បីបង្ក្រាបក្រុមក្មេងទំនើងបៃតងក្រុមក្មេងទំនើងក្រហមនិងក្រុមក្មេងទំនើងដទៃទៀតហើយទីបំផុតទទួលបានតំណែងជាអ្នកដឹកនាំក្រុមក្មេងទំនើងទាំងអស់នៅសៀងហៃបានចុះចូលនឹងខ្ញុំទាំងអស់គឺដើម្បីអាចរៀបការជាមួយរូយ៉ានបានយ៉ាងស្រស់ស្អាតហើយអ្នកពិតជាបានលួចដំបងក្បាលនាគរបស់ខ្ញុំដែលធ្វើឲ្យរូយ៉ានខ្មាស់អៀននៅចំពោះមុខក្រុមគ្រួសាររបស់នាងចៅវាយក្មេងប្រធានគ្រួសារទើបតែដឹងនៅពេលក្រោយតើអ្នកគិតថាខ្ញុំជាក្មេងអាយុ3ឆ្នាំទេអត្តសញ្ញាណរបស់មេដឹកនាំគឺជាអាតកំបាំងកំពូលនៅសៀងហៃមានតែដំបងក្បាលនាគប៉ុណ្ណោះដែលអាចបញ្ជាក់វាបានគ្រួសារអ៊ីណេខេងយូគឺជាគ្រួសារលេខ1នៅក្នុងកូននាគតើអ្នកគិតថាពួកគេមិនដឹងរឿងនោះទេគ្រួសារអ៊ីណេដែលយើងសុខចិត្តចំណាយប្រាក់គ្រប់បែបយ៉ាងដើម្បីទូទាត់សងអ្នកចំពោះអ្វីដែលបានកើតឡើងកាលពីអតីតកាលមិនចាំបាច់ទេអ្នកដែលគួរតែត្រូវបានទូទាត់សងច្រើនជាងគេនៅពេលនេះគឺរ៉ូយែនខ្ញុំបានរៀបការជាមួយគ្រួសារភីអស់រយៈពេល8ឆ្នាំមកហើយក្រុមគ្រួសារនិងសាច់ញាតិរបស់នាងមិនដែលហ៊ានប្រាប់នាងអំពីខ្ញុំទេយើងអាចលាក់អត្តសញ្ញាណរបស់យើងបានតែដោយការអូសរើមកប៉ុណ្ណោះឥឡូវនេះខ្ញុំគ្រាន់តែចង់ត្រឡប់ទៅខាងនាងវិញហើយសងបំណុលទាំងអស់ដែលខ្ញុំជំពាក់នាងចំពោះគំនុំរបស់យើងខ្ញុំនឹងទៅដេយិនផ្ទាល់ដើម្បីដោះស្រាយវានៅថ្ងៃណាមួយអ្នកទាំងអស់គ្នាថែរក្សាខ្លួនឯងផងលោកគ្រូប្រមូលទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារអ៊ីនៅដេយិនជាបន្ទាន់ដើម្បីរៀបចំអំណោយដ៏សប្បុរសនិងផ្ញើវាទៅគ្រួសារភីមែនហើយពិធីជប់លៀងខួបកំណើតនេះជិតចាប់ផ្ដើមហើយរួយអន្តើឈានសរបស់អ្នកនៅណាហេតុអ្វីយើងមិនចូលទៅមុនមិនអីទេចូលយើងរងចាំបន្តិចទៀតវិនឈានអាចនឹងមកដល់ឆាប់នេះអូតើយើងកំពុងរងចាំអ្វីទៀតថ្ងៃនេះជាពិធីជប់លៀងខួបកំណើតរបស់តាចាស់យើងមិនត្រូវចូលទៅទទួលភ្ញៀវទេតែយើងយឺតពេលនៅទីនេះដើម្បីអ្វីបងប្រុសឲ្យសុំទោសមានរឿងអ្វីមួយកើតឡើងយើងយឺតហើយយើងនឹងចូលទៅឥឡូវនេះរងចាំបន្តិចតើអ្នកកំពុងយកអ្វីខ្ញុំបានធ្វើរឿងនេះជាពិសេសសម្រាប់តាចាស់ខ្សែដៃមាសបងប្រុសឲ្យតើអ្នកចង់មានន័យយ៉ាងណាតើអ្នកចង់មានន័យយ៉ាងណាមនុស្សគ្រប់គ្នានៅទីនេះថ្ងៃនេះសុទ្ធតែជាមនុស្សសំខាន់ហើយអ្នកយកសម្រាមនេះមកអ្នកនៅតែហ៊ានមកមែនទេរឿងនេះចំណាយខ្ញុំ$200បិទមាត់យើងកំពុងតែអត់អន់ឲ្យអ្នកចូលរួមក្នុងពិធីជប់លៀងខួបកំណើតយប់នេះកុំនិយាយច្រើននៅទីនេះបើមិនដូច្នោះទេអ្នកនឹងចេញទៅ